សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមករៀនពីវិធីបូកប្រភេទហើយយើងចូលទៅដោះស្រាយនៅលំហាត់ទី1ទំព័រទី68ទាំងអស់គ្នាបាទឥឡូវយើងចូលមកដល់លំហាត់របស់យើងណាអញ្ចឹងលំហាត់របស់យើងនឹងមានពីកដល់ឈើទាំងអស់មាន9ខ្ទង់អញ្ចឹងឥឡូវយើងដោះស្រាយម្ដងមួយទៅហើយយើងដោះស្រាយពីខ្ទង់កទៅមុនអញ្ចឹងក្នុងខ្ទង់កមាន1ភាគ6បូកនឹង1ភាគ3ណាចឹងភាគបែងវាអត់ដូចគ្នាទេបើភាគបែងអត់ដូចគ្នាយើងអត់ទាន់អាចបូកបានទេតតែតម្រូវភាគបែងឲ្យដូចគ្នាសិនណាចឹងតម្រូវភាគបែងយើងត្រូវរកភាគបែងរួមភាគបែងរួមតូចបំផុតរបស់វាណាចឹងភាគបែងរួមតូចបំផុតនៃប្រភេទទាំងពីរហ្នឹងគឺ6អូខេណាភាគបែងរួមតូចបំផុតគឺ6អញ្ចឹងភាគបែងរួមតូចបំផុតគឺ6ហើយចឹងប្រភេទទី1នេះវាមានភាគបែងរួមវា6ស្រាប់ហើយអញ្ចឹងយើងអត់ពិបាកតម្រូវទេយើងសរសេរមក1ភាគ5 6អញ្ចឹងប្រភេទទី2 3នេះ3ហ្នឹងយើងត្រូវតម្រូវថា3ហ្នឹងតម្រូវនឹងប្រមាណដើម្បីស្មើ6អញ្ចឹងតម្រូវគឺយើងគុណថែមណាគុណអញ្ចឹង3ត្រូវគុណនឹង2បើសិនជាភាគបែងគុណនឹង2ភាគយកក៏ត្រូវគុណនឹង2ដែរតោះអញ្ចឹងយើងគុណមក1 2ដង2អញ្ចឹងបូក1 2ដង2បូក2ភាគ3 2ដង5 6បូក2ភាគ5 6អញ្ចឹងយើងបានប្រភេទថ្មីហើយគឺប្រភេទ1ភាគ6បូកនឹង2ភាគ5 1ចឹងប្រភេទទាំងពីរហ្នឹងគឺមានភាគបែងដូចគ្នាភាគបែងដូចគ្នាយើងអាចបូកបានដែរប៉ុន្តែបូកគឺយើងបូកទៅភាគយកណាភាគយកបូកភាគយកហើយភាគបែងនៅដល់ដែរអញ្ចឹងយើងបាន1បូក2បាន3អូខេបាន3ភាគ5 6អញ្ចឹងប្រភេទរបស់យើងចម្លើយគឺស្មើ3ភាគ5 6អញ្ចឹង3ភាគ6ហ្នឹងគឺយើងអាចសម្រួលបានណាសម្រួលបានអញ្ចឹងយើងអាចសម្រួលបានណាប៉ុន្តែគាត់ថាសម្រួលភាគចាំមេរៀនក្រោយចាំគ្រូបញ្យល់បន្ថែមណាអញ្ចឹងឥឡូវបូកយកទៅតែម្ដងសិនហើយអូខេតោះអញ្ចឹងឥឡូវយើងតលំហាត់របស់យើងបន្តដល់ខ1ភាគ4បូកនឹង1ភាគ5 8អូខេអញ្ចឹង1ភាគ4បូក1ភាគ8អញ្ចឹងភាគបែងរួមរបស់វាគឺ5 8អញ្ចឹងយើងត្រូវតម្រូវនេះ4នេះត្រូវតម្រូវនឹងប្រមាណឲ្យឃើញ8អញ្ចឹង4ត្រូវតម្រូវនឹង2អូខេអញ្ចឹងភាគយកក៏តម្រូវនឹង2ដែរអញ្ចឹងយើងគុណមក1 2ដង2ភាគ4 2ដង5 8អញ្ចឹងយើងបាន2ភាគ5 3បូកអញ្ចឹង1ភាគ8ហ្នឹងយើងមិនពិបាកតម្រូវទេដោយសារភាគបែងវា8ស្រាប់ទៅហើយណាអញ្ចឹងយើងដាក់បូកតែម្ដងមក1ភាគ5 3អូខេអញ្ចឹងយើងបូកបាន2បូក1បាន3ភាគ5 8អូខេអញ្ចឹងចម្លើយខរបស់យើងគឺស្មើនឹង3ភាគ5 8បាទតើឥឡូវយើងចូលចំណុចកើយើងបន្តទៀតបាទកើ3ភាគ8បូកនឹង1ភាគ2អញ្ចឹង3ភាគ8បូក1ភាគ2ភាគបែងរួមមកវាគឺ8អញ្ចឹងភាគបែងរួម8អញ្ចឹងយើង3ភាគ8ហ្នឹងគឺភាគបែងវា8ស្រាប់ហើយអញ្ចឹងយើងសេមក3ភាគ5 8បូកតោះអញ្ចឹង2ត្រូវតម្រូវនឹង4ណា2ត្រូវតម្រូវនឹង4ដើម្បីបាន8អញ្ចឹង1ក៏តម្រូវគុណនឹង4ដែរណាអញ្ចឹងតោះយើងគុណតែម្ដងមក1 4ដង4ភាគ2 4ដង5 8អញ្ចឹងយើងបាន4ភាគ5 8តោះយើងបូកមក3បូក4បាន5 2ភាគ5 3អញ្ចឹងចម្លើយគឺរបស់យើងគឺស្មើ7ភាគ5 8បាទតោះឥឡូវចូលដល់ curl ណា curl ប្រភេទវាគឺ7ភាគ16បូកនឹង1ភាគ2បាទអញ្ចឹង7ភាគ16បូក1ភាគ2អញ្ចឹងយើងហៅភាគបែងរួមគឺ15 1បាទណាភាគបែងរួមនេះគឺ16តោះស្មើឥឡូវយើងដាក់ស្មើមកអញ្ចឹង16អញ្ចឹង7យើង7ភាគ16យើងសេយកតែម្ដងភាគបែងវា16ចាំហើយណាអញ្ចឹងបាន16 7ភាគ16បូក2យើងត្រូវតម្រូវនឹងប្រមាណដើម្បីបាន16ណាតម្រូវអូខេណាតម្រូវនឹង5 3អូខេអញ្ចឹង2គុណនឹង8អញ្ចឹង1គុណនឹង5 8ដែរណាអញ្ចឹង1 8ដង8ភាគ2 8ដង15 1ភាគ16ស្មើណាអញ្ចឹងយើងបូកមក7បូក8បានប៉ុន្មាន7បូក8
អូខេណា7 បូក 8 បាន 15 ណា7 បូក 8 ណាត្រូវហើយបាន 15 អូខេ 15 ភាគ 15 1 អញ្ចឹងចម្លើយរបស់យើងគឺ15 ភាគ 15 1 ណា 15 ភាគ 16 បាទអញ្ចឹងឥឡូវយើងចូលមកដល់ងាវ3ភាគ 8 បូកនឹង1ភាគ 4 ណា3ភាគ 8 បូក1ភាគ 4 អូខេអញ្ចឹងយើងហៅភាគបែងរួមមកឃើញមិនបាទភាគបែងរួមវាគឺ5 8បាទអញ្ចឹងយើងសេមក3ភាគ 5 8 បូកអញ្ចឹងបើភាគបែងរួម8ឥឡូវ4ត្រូវតម្រូវនឹងប៉ុន្មានដើម្បីឃើញ8អូខេណា4តម្រូវនឹង2 4 8អញ្ចឹង1ក៏នឹង2ដែរគុណនឹង2ដែរភាគយកគុណនឹង2ដែរនិយាយទៅភាគយកគឺតាមតែភាគបែងទេណាភាគបែងគុណនឹងប្រមាណភាគយកក៏គុណនឹងប៉ុណ្ណឹងដែរអូខេចាអញ្ចឹង1 គុណ2បាន2អញ្ចឹង4គុណ2បាន8អូខេអញ្ចឹងយើងបានភាគបែងដូចគ្នាហើយយើងអាចបូកបានហើយ3បូក2បាន5ណា3បូក2បាន5ភាគ5 3អញ្ចឹងចម្លើយរបស់យើងគឺ5ភាគ5 3អូខេបាទអញ្ចឹងឥឡូវចូលដល់ចមួយទៀតណាច5ភាគ 12 បូកនឹង1ភាគ3បាទអញ្ចឹង5 12 5ភាគ 12 បូក1ភាគ3ឥឡូវយើងហៅភាគបែងរួមវាប៉ុន្មានអូខេណាភាគបែងរួមវាគឺ12បាទអញ្ចឹងបានភាគបែងរួម12អញ្ចឹងភាគបែងរួមវា12អញ្ចឹង5ភាគ 12បាទតម្រូវទៀតថាវា12ស្រាប់ហើយណាភាគបែងវាអញ្ចឹងយើងសេមក15 sorry 5ភាគ 12 បូកអញ្ចឹងយើងបាន5ភាគ 12 បូកប៉ុន្មានអញ្ចឹង3ត្រូវតម្រូវសិនណាបាន12ត្រូវតម្រូវនឹងប៉ុន្មានឥឡូវតម្រូវនឹង4អូខេអញ្ចឹង1ហ្នឹងក៏កូននឹង4ដែរ3 4 12ណាអញ្ចឹងបាន12 1កូននឹង4បាន4អញ្ចឹងយើងបានភាគបែងវាដូចគ្នាហើយ12ដូចគ្នាហើយអញ្ចឹងយើងអាចបូកគ្នាបានហើយណាអញ្ចឹងយើងបូកភាគយកមក5បូក4បានប៉ុន្មានអូខេបាន5 4អញ្ចឹងបាន9ភាគ12បាទអញ្ចឹងចម្លើយចូលរបស់យើងគឺ9ភាគ12បាទអញ្ចឹងឥឡូវយើងចូលដល់លំហាត់ឈររបស់យើងឈរមាន3ខ្ទង់ណា3ខ្ទង់វាប្លែកពីខាងលើបន្តិចព្រោះខាងលើមាន12នេះ3ប៉ុន្តែយើងបូកអីរកភាគបែងហើយដូចទៅគ្នាទេចុះអញ្ចឹងភាគបែងវាមាន8មាន5មាន6ឥឡូវយើងរកភាគបែងរួមវាមកប៉ុន្មានភាគបែងរួមណាអូខេណាភាគបែងរួមមកវាគឺ120ណាភាគបែងរួមវា120ចុះអញ្ចឹងបើដឹងថាភាគបែងរួម120ហើយឥឡូវយើងតម្រូវភាគបែងវាណា8អញ្ចឹង8ត្រូវតម្រូវនឹងប៉ុន្មានដើម្បីបាន120 8ណាអញ្ចឹង8ត្រូវតម្រូវនឹង15អញ្ចឹងយើងត្រូវគុណនឹង15អញ្ចឹង7ក៏គុណនឹង15ដូចគ្នាណាគុណនឹង15ដូចគ្នាតោះអញ្ចឹងយើងគុណមកឥឡូវគុណមួយសិនណាអូខេតោះអញ្ចឹង8គុណនឹង15បាន120អូខេនេះ8 5 ដង40សេរី0តែ14 8 8 8 4 12មាន120តោះអញ្ចឹង7ត្រូវគុណ15 7គុណ15បានប៉ុន្មាន7គុណ15គុណមកណា7 5 ដង7 5 ដង35អូខេសេរី5ទៅទុក3 7 ម្ដង7 7 បូក3 10អូខេអញ្ចឹងបាន105អញ្ចឹងបាន105ភាគ120ហើយយើងបូកតោះអញ្ចឹង5ត្រូវតម្រូវនឹងប៉ុន្មាន5ដើម្បីបាន120អូខេ5ត្រូវតម្រូវនឹង24អញ្ចឹង4នេះក៏ត្រូវគុណនឹង24ដូចគ្នាណាអញ្ចឹងគុណមក5គុណនឹង24ណា5 4 ដង20តែទុក2 5 2 ដង10 10 2 12បាន120អូខេតោះអញ្ចឹងយើងគុណ4គុណ24ណា4 4 ដង4 4 ដងប៉ុន្មាន15 1អូខេតែទុក1ណា4 2 ដង8 8 បូក1 5 4អញ្ចឹងយើងបាន96ភាគ120អូខេអញ្ចឹងយើងបូកបន្តណាតោះអញ្ចឹងភាគចុងក្រោយនេះ5ភាគ6អញ្ចឹង6ត្រូវគុណប្រមាណ6ដើម្បីបាន120អញ្ចឹង6ត្រូវគុណនឹង20អូខេអញ្ចឹង5ក៏ត្រូវគុណនឹង20ដូចគ្នានិយាយទៅភាគយកនឹងគឺតាមតែភាគបែងទេណាបើភាគបែងគុណនឹងប្រមាណភាគយកក៏ត្រូវគុណនឹងប៉ុណ្ណឹងដូចគ្នាអូខេតោះឥឡូវ6គុណ20យើងបាន
mà rồi một phẩyต่อ5 คูณនឹង20ណា5សណ្ដង0 5 ពីដង10អញ្ចឹងយើងបាន100តោះឥឡូវយើងបានប្រភេទទាំង3ហ្នឹងគឺមានភាពបែកដូចគ្នាហើយអញ្ចឹងយើងអាចបូកបានហើយណាយកភាគយកបូកភាគយកមកអញ្ចឹងយើងបូកតោះអញ្ចឹងបាន100បូក96ឥឡូវ100បូក96បានប៉ុន្មាន100បូក96បូកមើលបងឃើញបានអូខេណាអញ្ចឹងឃើញឥឡូវយើងដាក់ចេះមកថានេះទេហូដាក់ចុងខាងនេះណាបូកមក105បូក96អញ្ចឹងយើងបាន5បូក6បានប៉ុន្មាន1ណាថា1 1បូក9 10គឺសល់តែ1អញ្ចឹង1បូក1បាន2អញ្ចឹងយើងបាន201អូខេអញ្ចឹងយក201បូកតនឹង100ទៀតបូកតនឹង100ទៀតណាអញ្ចឹង201បូក100បានប៉ុន្មានបាន301អញ្ចឹងយើងសេមក301អញ្ចឹងយើងបាន301ភាគ120បាទអញ្ចឹងយើងឃើញចម្លើយឈររបស់យើងហើយចម្លើយឈររបស់យើងគឺ301ភាគ120បាទអញ្ចឹងវាចម្លើយឃើញប៉ុណ្ណឹងអូខេអញ្ចឹងចំណោទរបស់យើងណាអូ sorry ណាសំទោសលំហាត់របស់យើងណាគឺនៅសល់ប្រហែល2ខ្ទង់ទៀតគឺជើហើយនឹងឈើអញ្ចឹងសល់2ខ្ទង់ជើហើយនឹងឈើហ្នឹងគឺទុកឲ្យបងប្អូនរៀនធ្វើខ្លួនឯងណារៀនធ្វើខ្លួនឯងណាព្រោះអីគ្រូបានណែនាំបញ្ចូលមកគឺបានពី4 5លំហាត់ហើយបងប្អូនអាចយល់បានហើយអញ្ចឹងយកពីហ្នឹងទៅរៀនធ្វើខ្លួនឯងបើសិនជាធ្វើឲ្យជាចង់បញ្ជាក់ចម្លើយត្រូវខុសឲ្យអាចចូលនឹងបង្ហាញនៅវីដេអូក្រោយណាចំពោះចម្លើយពីហ្នឹងអូខេអញ្ចឹងអាចតាមដាននៅវីដេអូក្រោយបានអូខេអញ្ចឹងវីដេអូយើងគឺចាប់ប៉ុណ្ណឹងអរគុណច្រើនណាបងប្អូន